គេមកហើយ ណាស់ណាគេ ពួកឯងគិតមើលទៅប្រហែលថ្ងៃមុននេះមេតបខ្លាំងស៊ូលីបានចេញមកអស់ហើយតែនៅសមមនុស្សម្នាក់មិនទាន់មកតើគឺជានរណា កូនអ៊ី សូមគោរពលោកអបរាជលោកមេតបសុខសប្បាយទេខ្ញុំសុខសប្បាយទេលោកអបរាជខ្ញុំទទួលបញ្ជាពីទីប្រឹក្សានៅទីនេះដើម្បីរងចាំលោកបើខ្ញុំទៅតើលោកគិតយ៉ាងម៉េចលីបៃនឹងខំមីមិនលើកលែងឲ្យលោកទេទោះជាពួកគេលើកលែងឲ្យលោកចៅអ៊ីនិងសុនឈៀនដែលនៅជាងទៅក៏មិនលើកលែងឲ្យលោកដែរលោកកុំគិតច្រើនទៅចាខ្ញុំមិនអាចទៅទេតែនិយាយទៅបាទ